បាទជំរាបសួរបងប្អូនយើងចាំคนม้วนយើងត្រូវមើលតាមស្ថានភាពអាកាសធាតុដែរបងប្អូនបើសិនជាករណីអាកាសធាតុមានក្តៅត្រជាក់អញ្ចឹងសត្វវាពិបាកនឹងសម្របខ្លួនទៅតាមអាកាសធាតុហើយជាក់ស្ដែងនៅคนม้วนខ្ញុំនេះគឺអត់មានជាបញ្ហាទេបងប្អូនដោយសារអីដោយសារយើងវៃថ្នាំស្កាត់ការពារវាស្រេចបាទមិនមែនទុកឲ្យคนม้วนយើងឈឺធ្ងន់ហើយបានយើងវៃថ្នាំជាបាលទេយើងជាអ្នកចិញ្ចឹមយើងត្រូវចេះសង្កេតទៅលើការដាក់មន់ណាបាទទោះបីជាមន់យើងមិនឈឺក៏ដោយប្រសិនបើអាកាសធាតុដែលវាប្រែប្រួលលឿនគឺយើងត្រូវទៅវៃថ្នាំស្កាត់ការពារឲ្យហើយបាទហើយជាធម្មតាគឺខ្ញុំប្រើ2សប្តាហ៍ម្ដងឬក៏1សប្តាហ៍ម្ដងអាស្រ័យទៅតាមស្ថានភាពអាកាសធាតុក៏ដូចជាសុខភាពមន់របស់យើងបងប្អូនណាអញ្ចឹងយើងអ្នកចិញ្ចឹមត្រូវចេះសង្កេតមើលកន្លែងហ្នឹងទើបធ្វើឲ្យការចិញ្ចឹមរបស់យើងគឺវាប្រកបទៅដោយភាពរលូនល្អ